តើអ្នកគិតថាច្បាប់ទាំងអស់សុទ្ធតែសមហេតុផលមែនទេគិតឡើងវិញពិភពលោកពោពេញទៅដោយច្បាប់ចម្លែកតែមិនគួរឲ្យជឿនេះជាច្បាប់ប្លែកៗចំនួន5ដែលនៅតែមានសុពលភាពរហូតមកដល់សប្តាហ៍នេះត្រៀមខ្លួនយ៉ាប់អាហើយនៅកាហ្វេអាវតាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតាដែលគ្រាន់តែធ្វើការ comment ឬឆាតចូលពេកកាហ្វេអាវតាហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់ច្បាប់ទី1ហាមទំពាស្ករកៅស៊ូសិង្ហបុរីប្រទេសនេះល្បីថាជាទីក្រុងស្អាតបំផុតនៅលើលោកព្រោះតែច្បាប់របស់គេអ្នកត្រូវហាមឃាត់មិនឲ្យលក់នំឬទំពាស្ករកៅស៊ូឡើយលើកលែងតែសម្រាប់គោលបំណងវិជ្ជសាស្ត្រប៉ុណ្ណោះនេះជាមធ្យោបាយដ៏តឹងរ៉ឹងដើម្បីរក្សាទីក្រុងឲ្យគ្មានកាកសំណល់ច្បាប់ទី2ហាមស្លាប់នៅទីនេះទីក្រុងសាវរិនប្រទេសបារាំងច្បាប់ចម្លែកមួយបានហាមឃាត់ប្រជាជនមិនឲ្យស្លាប់នៅទីនោះទេលុះត្រាតែអ្នកមានដីសម្រាប់បញ្ចុះសពនៅក្នុងទីបញ្ចុះសពរួចហើយមេធំតំបន់នេះចេញច្បាប់នេះព្រោះកន្លែងបញ្ចុះសពនៅក្នុងទីក្រុងរបស់គាត់ពេញអស់ហើយច្បាប់ទី3ហាមបើកបររថយន្តស្រមីស្រមុះចូលក្នុងទីក្រុងរដ្ឋវីកតូរីប្រទេសអូស្ត្រាលីនៅទីនេះការបើករថយន្តដែលមានភក់ឬធូលីគ្របដណ្ដប់ខ្លាំងរហូតដល់មិនអាចមើលស្លាកលេខបានគឺជារឿងខុសច្បាប់ដូច្នេះបើស្លាកលេខរបស់រថយន្តអ្នកកខ្វក់ពេកសូមជូតចេញជាមុនសិនបើមិនចង់បង់ប្រាក់ពីនេះទេច្បាប់ទី4ហាមថោកគ្នានៅស្ថានីយ៍រថភ្លើងប្រទេសបារាំងម្ដងទៀតច្បាប់មួយតម្រូវឲ្យហាមឃាត់ការថោកគ្នាដោយក្តីស្រឡាញ់នៅលើវេទិកាស្ថានីយ៍រថភ្លើងច្បាប់នេះត្រូវបានដាក់ចេញតាំងពីឆ្នាំ1910ដើម្បីបញ្ជាការរអាក់រអួលដែលបណ្ដាលឲ្យរថភ្លើងជិះដំណើរយឺតម៉ោងច្បាប់ទី5ហាមបរិភោគចំណីនៅចំណតឡានទីក្រុងតូរិនតូប្រទេសកាណាដាវាធ្លាប់មានច្បាប់តែហាមឃាត់មិនឲ្យអ្នកលក់ឬបរិភោគដំឡូងបារាំងបំពងនៅចំណតរថយន្តនេះជាច្បាប់ចាស់មួយសម្រាប់តម្រូវឲ្យមានតែភោជនីយដ្ឋានដែលមានអាជ្ញាប័ណ្ណនៅទីនោះប៉ុណ្ណោះដែលអាចលក់អាហារបានពិតជាប្លែកមិនគួរជឿពិភពលោកពោពេញទៅដោយរឿងរ៉ាវគួរឲ្យអស់សំណើចមែនតើច្បាប់មួយណាដែលអ្នកភ្ញាក់ផ្អើលជាងគេ comment ប្រាប់ខ្ញុំផងហើយកុំភ្លេចចុច like និង follow ដើម្បីទទួលបានវីដេអូកាប្រិបផ្លែផ្សេងទៀត